Và chia đồng bóng xôm group chuẩn bị xua lục rú nâng mất rung phạt được ở nì nhưng một bị crom tí mùi xôm thưa cả bỏ sai nâng mê riêng tí phí ca vì đầm lái không nạ riêng nâng tu nì tí ca vì đầm lái không ca bằng riêng nâng riêng hay mà chắc trong những bát miên cho luôn của mùi nẹ đà tí muối khi bát nào prón tí phí nè cru prom phá lá tí bay nè cru mô đà lín tí 4 nè cru trắc xây tối tí prám nè cru tuôn sọng mấy nâng tí bà muối lục ru hong liền hạ hai đặc rồng nhộm bát thưa ca bọ sai này chỉ nói tí muối tẹt tông cho muối nắng sẽ cái đầy đàm hay nó không sẽ đầy đàm đấy miên clear muối ban lợn làng thả nơ pê ca bằng riến lâm xa mê riến bọt bị sọt sặc xé nâng ca vì đầm lấy miên phiếp bọn xì khía ca sầm rách nâng ca chụp rung thực chất tự bàn lợn cầm pua đối vớiក្នុងឃ្លានេះចង់បញ្ជាក់ថាមុនលោកគ្រូអ្នកគ្រូចាប់ផ្ដើមការបង្រៀនលោកគ្រូអ្នកគ្រូត្រូវរៀបចំខ្លឹមសារមេរៀនបទពិសោធន៍សិក្សានិងការវាយតម្លៃឲ្យមានភាពបន្ស៊ីគ្នាបានន័យថាឲ្យស្របគ្នាពេលដែលលោកគ្រូអ្នកគ្រូរៀបចំឲ្យស្របគ្នាហើយដូច្នេះការសម្រេចនិងការជំរុញចិត្តទឹកចិត្តនឹងត្រូវបានលើកកម្ពស់ដូច្នេះតើខ្លឹមសារចង់មានន័យថាម៉េចចឹងលោកគ្រូអ្នកគ្រូយើងមើលទាំងអស់គ្នាបាទនៅក្នុងខ្លឹមសារមេរៀនចំណុចទី1ត្រូវកំណត់ចំណេះដឹងសិស្សបាទអញ្ចឹងហេតុអីបានជាយើងត្រូវកំណត់ចំណេះដឹងសិស្សព្រោះដើម្បីដឹងពីចំណេះដឹងពិតប្រាកដរបស់សិស្សបាទដើម្បីងាយស្រួលក្នុងការរៀបចំការបង្រៀនឲ្យសមស្របហើយដើម្បីជួយសិស្សឲ្យបានប្រសើរឡើងបាទហើយមួយទៀតដើម្បីបង្កើនប្រសិទ្ធភាពការរៀននិងបង្រៀនបាទដូច្នេះបានជាយើងត្រូវកំណត់ចំណេះដឹងសិស្សហើយចំណុចបន្ទាប់គឺដើម្បីឲ្យការរៀនមានដំណើរការត្រូវតែតាក់ទងទៅនឹងជីវិតពិតដូច្នេះលោកគ្រូអ្នកគ្រូត្រូវរៀបចំមេរៀនឬក៏ខ្លឹមសារមេរៀនហ្នឹងឲ្យតាក់ទងជាមួយនឹងជីវិតពិតនៅក្នុងសង្គមជាក់ស្ដែងដើម្បីឲ្យសិស្សអាចនឹងឆាប់យល់និងឆាប់ទទួលយកនៅមេរៀនដែលលោកគ្រូបានបរៀនបាទហើយចំណុចមួយទៀតគោលបំណងនៃការអប់រំគឺដើម្បីបដូរការគិតបដូរអារម្មណ៍និងដើម្បីផ្លាស់ប្ដូរសកម្មភាពរបស់សិស្សបាទដូច្នេះប្រសិនបើលោកគ្រូរៀបចំខ្លឹមសារមេរៀនបង្រៀនទៅធ្វើឲ្យសិស្សបដូរការគិតបដូរអារម្មណ៍ហើយនឹងការផ្លាស់ប្ដូរសកម្មភាពដូច្នេះការបង្រៀនរបស់លោកគ្រូពិតជាជោគជ័យហើយបាទអញ្ចឹងចំណុចបន្ទាប់គឺខ្លឹមសារត្រូវតែច្បាស់លាស់គ្រូត្រូវយល់ច្បាស់ពីខ្លឹមសារមេរៀនមុនបង្រៀនសិស្សបាទដូច្នេះលោកគ្រូអ្នកគ្រូត្រូវតែស្វែងយល់មេរៀននឹងឲ្យបានច្បាស់ជាមុនងាយស្រួលយកទៅបង្រៀនសិស្សហើយសិស្សឆាប់ចាប់បាននឹងទទួលយកមេរៀនរបស់លោកគ្រូអ្នកគ្រូបង្រៀនបាទដូច្នេះយើងចូលដល់ចំណុចបទពិសោធន៍ការសិក្សាសកម្មភាពសិក្សាត្រូវរចនាឲ្យឆ្លើយតបទៅនឹងខ្លឹមសារហើយខ្លឹមសារត្រូវស្របទៅនឹងជីវិតពិតឬជីវិតពិតរស់នៅជាក់ស្ដែងរបស់សិស្សបាទដូច្នេះសកម្មភាពដែលលោកគ្រូអ្នកគ្រូធ្វើជាពិសេសបទពិសោធន៍ការសិក្សាទាំងអស់ហ្នឹងគឺត្រូវលោកគ្រូលើកតាក់ទងជាមួយនឹងជីវិតពិតជាក់ស្ដែងដែលសិស្សគាត់ធ្លាប់ជួបប្រទះបាទហើយបទពិសោធន៍ទាំងអស់ហ្នឹងគឺបទពិសោធន៍នៃជីវិតបាទដែលកូនសិស្សអាចនឹងឆាប់យល់ឆាប់ទទួលចាប់បានបាទដូច្នេះសរុបមកនៅពេលគ្រូធ្វើឲ្យមេរៀនសកម្មភាពការវិតម្លៃមានភាពស្របគ្នានោះសិស្សនឹងសម្រេចបានលទ្ធផលល្អនិងមានកម្លាំងចិត្តក្នុងការរៀនដូច្នេះចំណុចការវិតម្លៃត្រូវឆ្លើយតបទៅនឹងគោលដៅនិងសកម្មភាពបានន័យថាគោលដៅដែលយើងចង់បានអ្មេចដូចជាលទ្ធផលបាទអញ្ចឹងលទ្ធផលយើងចង់បានលទ្ធផលអ្មេចយើងរំពឹងទុកយ៉ាងម៉េច
គឺយើងត្រូវរៀបចំគោលដៅឲ្យត្រូវហើយរៀបចំសកម្មភាពឲ្យត្រូវដែរយើងនឹងទទួលបានការរំពឹងទុកដូចអ្វីដែលយើងរំពឹងទុកបាទអញ្ចឹងការវិយតម្លៃជាការពិនិត្យនិងវាស់វែងកម្រិតចំណេះដឹងជំនាញនិងអាកប្បកិរិយារបស់សិស្សដើម្បីដឹងពីការរីកចម្រើននិងគុណភាពនៃការរៀនសូត្របាទដូច្នេះមេរៀនរបស់ខ្ញុំត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណដែលលោកគ្រូគាត់ផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើបទបង្ហាញហើយអរគុណដល់មិត្តរួមថ្នាក់ទាំងអស់គ្នាដែលយកចិត្តទុកដាក់តាមដានក្នុងការធ្វើបទបង្ហាញរបស់ខ្ញុំបាទរបស់ក្រុមខ្ញុំបាទសូមអរគុណបាទសូមគោរពលា